ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកថតនៅខាងជារៀងផ្ទះចានេះជាបកាឌីផ្លែវាដូចតពាំងបាយជូរដែរចាឥឡូវពងល្អហើយចេញផ្កានេះចេញផ្កាមកទាំងចកោមបងប្អូនចារួចហើយក៏ល្អណាស់ឥឡូវពងភ្លៀងមកផងដើមត្រាខ្ញុំបងប្អូនអើយធំមកនេះពងផ្កាពេញមេឃត្រាផ្លែច្រើនពីឆ្នាំថ្មីក៏ផ្លែច្រើនមែនទែនផ្លែជាប់ល្អណាចាហើយផ្កាឌីនេះក៏ផ្លែល្អនោះល្អហើយអូមែនទែនអូចាប់ដើមមានមុខចូលមកពេលមានភ្លៀងរលឹមស្រេចចេះអូដល់ហើយបានដៃមុខវាថាយកចំណីអាហារមកជូនវាហើយចាឥឡូវនោះពងល្អនេះបងប្អូនអូយនេះចេញផ្កាឃើញផ្កាច្រើនណាស់ចាល្អពងច្រើនចេញមកនេះដើមលវីចាឥឡូវពងផ្លែនេះផ្លែច្រើនដែរនេះផ្លែអូដូចតន់ណាស់មិនចង់ទុំហើយដឹងមិនដឹងដែរផ្លែលវីចូលកន្លែងនេះរៀងល្ងឹតទេបងប្អូនអើយល្ងឹតចាមកខាងមុខមកកុំអោយសុបទ្រុបពេកនេះផ្កានាងនួនខ្ញុំនៅជារៀងផ្ទះនេះគឺផ្កាស្អាតមកផ្កាច្រើនណាក្អូបជារៀងផ្ទះនេះសិបផ្កាឥឡូវហ្នឹងវាមិនមែនរដូវផ្កាទេរដូវផ្ការយអស់ហើយនៅតនាងនួនចានួននៅជីបងប្អូនអើយជីល្អជីថ្ពាល់ត្រីចានេះល្អមែនតើបាញ់ឆាវធ្វើណែមធ្វើសយ៉ធ្វើអីហ្នឹងទឹកត្រីផ្អែមអីបងប្អូនត្រូវការអីតាក់តងមកបេះមកយកមកញ៉ាំច្រើនណាស់តាក់តងមកបេះចោះចានេះផ្កាភ្លៀងរលឹមនេះជីងកាមក៏ល្អខ្ទឹមខ្ញុំនឹងខូបប្រាំងខូបភាសាជីងកាមមានលពៅមកដើមនៅនឹងដែរចាមានស្បៃរឿងតាមស្បៃរឿងនៅមុខផ្ទះហ្នឹងសិតតែរបស់ញ៉ាំហើយនៅខាងមុខនេះឃើញនៅតាមស្មៅសិតតែជីពណ៌ស្វាយពេញហើយនេះខ្មែរយើងហៅអីគេទេ
នេះគេហៅបួបុកបួបុកនៅតាមសមុទ្រចាខ្ញុំយកពីសមុទ្រមកបានតែបន្តិចទេដល់ពេលរួចទៅឥឡូវនោះរៀលពេញដីហ្នឹងចាអាហ្នឹងញ៉ាំបានបងប្អូនធ្វើជាហួយចាជាហួយក៏បានញ៉ាំធ្វើញោមធ្វើស្អីចឹងទៅចាពេញនឹងពេញមកដីខ្ញុំដុសពេញកើតសមុទ្របាត់ហើយវាដុសនៅតាមខ្សាច់ទៅលេងសមុទ្រទៅក៏ដកមកដើមយកមកដាំទៅឥឡូវនោះវារៀលអត់យល់ដែរមិនដឹងរៀលមកពីអីដល់ពេលវានៅវាអត់រៀលនៅតាមស្មៅកន្លែងយើងនេះល្អឃើញស្លឹកធំហ្នឹងបងប្អូនឃើញស្លឹកទេធំនេះធំចាល្អទៀតល្អស្លឹកនេះតាមនេះអីនេះធម្មតានេះសិតតែជីសិតតែរបស់ញ៉ាំបានចារបស់ញ៉ាំបានសាច់ជីដើរកាត់តិចចុះចានៅតាមនេះផ្កាខ្ញុំអស់រដូវផ្កាបាត់ហើយមិនតែចេញផ្កាមួយនេះទៀតនេះចាពេលមកដឺដេគេមិនទិញអីឲ្យគេទិញអាផ្កានឹងឲ្យដល់ពេលរួចទៅយកមកដាំឥឡូវចេញផ្កាគេឆ្លាតគេទិញអានឹងមួយមកដឹងមួយហ្មងផ្ការរាល់ឆ្នាំហ្មងបាច់ចាំទិញអីច្រើនចានេះតែខ្ញុំមានផ្កាមានអាស្អីហ្នឹងឯងកដិបដប់ពេញហ្នឹងចាថ្ងៃនេះមេឃមិនអំណោយផលទេបងប្អូនអើយដូចវាយំរហូតមកចរៀងផ្ទះមកជាហៀងនេះចាដើមផ្កាឥឡូវអស់រដូវផ្កាហើយនេះដើមបន្លែអ្នកខ្លះហៅបន្លែ highway អ្នកខ្លះហៅបន្លែអីគេ80អ្នកខ្លះហៅលក់ផ្លេចប្តីលក់សម្រាប់ប្តីអីចឹងទៅមិនដឹងទេច្រើនខុសគ្នាចាឈូកខ្ញុំទៅប៉ាដូទៅប្រឡោះបានប៉ុណ្្នឹងឯងដើមមួនចាដាំបាន2ឆ្នាំចូល2ឆ្នាំ3ឆ្នាំនេះដើមមួនយកមកពីផ្ទះបងពីមនីសូតាយកមកដាំនេះបន្លែនេះគេថាញ៉ាំបានល្វីងបងប្អូនដែរប៉ុន្តែពួកលាវពួកអីគេញ៉ាំចាគេស្លកកូស្លស្អីស្ងោរជើងជ្រូកអីញ៉ាំលឿនបុកល្ហុងអីចឹងណា
បងប្អូនណាស្គាល់ប្រាប់ផងខ្ញុំបានតែទុកមើលទេឃើញគេញ៉ាំអត់ហ៊ានហ្មងពោះវាល្វីងហើយនេះខ្ញុំថតឲ្យមើលសាសថ្មីខាងក្រៅចានេះគេហៅស្អីតកូនជូអីមិនដឹងទេប៉ុន្តែត្រោះជូចាចលក់ទឹកគ្រឿងបុកអំបិលម្ទេសអីចឹងទៅមានកលាបមកផ្កាដែរកន្លែងនេះខ្លោងទ្វាចូលចាតោតណាក៏មានជីដែរបងប្អូនឥឡូវបើកថ្ងៃចាប់ដើមបើកថ្ងៃចាអស់ពីតិចបើកថ្ងៃត្រប់បន្លាក៏មានដែរនេះត្រប់បន្លាចាត្រប់បន្លាសដែកដុះហើយតែមានអ្នកដាំមានអ្នកលួចដាំសដែកនៅនេះខ្ញុំធ្វើបាច់ដាំចាបាច់ដាំឥឡូវដាំដុះឈូកនេះវាមានប្រវត្តិផងវាគឺទៅការគេនៅ Florida ទៅលេងការរួចទៅក៏ចូលទៅលេងវត្តហ្នឹងក៏សុំបានមកគុំហ្នឹងខ្ញុំមកដាំជាង10ឆ្នាំជិត10ឆ្នាំហើយដូរធុងវាទៅបែកបើមិនចឹងទេផ្ការរាល់ឆ្នាំឈូកដល់ឥឡូវវាខូចកធុងអស់ទៅវាអន់ទៅបដូរអញ្ចឹងមិនចឹងចាឥឡូវមានអីហើយមានតែប៉ុណ្្នឹងឯងបងប្អូនចាខ្ញុំថតបានតែប៉ុណ្្នឹងឯងហើយមើលទិដ្ឋភាពដល់ពេលបើកថ្ងៃមកគឺស្អាតហ្មងទិដ្ឋភាពស្អាតនៅក្រៅអរគុណច្រើនបងប្អូនដែលបានមើលវីដេអូហើយនឹងមិនជួយ subscribe ជួយ comment ផងអរគុណច្រើនចាំជួបគ្នានៅពេលក្រោយសូមបងប្អូនជួបតែសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាអរគុណបាយបាយជម្រាបលា